ទៅវះកាត់ដកធ្មេញទាល់ស្រាប់តែប៉ះចំពេទ្យព្រើលភ្នែកដែលអណ្ដាតជាប់អញ្ចាញ់និយាយមិនចេញកាលពីថ្ងៃទី26 ខែឧសភាឆ្នាំ2025កន្លងទៅនៅទីក្រុងវូហានខេត្តហូបេយប្រទេសចិនមានហេតុការណ៍ដ៏មិននឹកស្មានមួយបានកើតឡើងចំពោះនារីវ័យ25ឆ្នាំម្នាក់ដែលនាងបានទៅវះកាត់ដកធ្មេញទាល់តែស្រាប់តែងើបឡើងវិញត្រូវពេទ្យដេកអណ្ដាតជាប់អញ្ចាញ់និយាយមិនចេញនារីរូបនោះបានរៀបរាប់ឲ្យដឹងថានាងបានទៅវះកាត់ដកធ្មេញទាល់ជាមួយនឹងគ្រូពេទ្យម្នាក់គ្រូពេទ្យនោះបានវះអញ្ចាញ់នាងដើម្បីដកធ្មេញរួចក៏ដេកបិទទៅវិញពលគឺការវះកាត់ដំណើរការទៅได้ល្អអ្វីដែលនាងមិននឹកស្មាននៅពេលស្អែកឡើងនាងមានអារម្មណ៍ថាអណ្ដាតនាងពិតជាតឹងនិងពិបាកកម្រើកជាខ្លាំងលុះនាងទៅពិនិត្យមើលទៅអណ្ដាតរបស់នាងត្រូវបានគេដេកភ្ជាប់ជាមួយនឹងអញ្ចាញ់ធ្មេញធ្វើឲ្យនាងមានការឈឺចាប់យ៉ាងខ្លាំងនាងបានទៅរកគ្រូពេទ្យភ្លាមដែលគ្រូពេទ្យបានឲ្យដឹងថាផ្នែកខ្លួនមើលមិនសូវច្បាស់ទើបបណ្ដាលឲ្យកើតរឿងបែបនេះនាងលើបែបនេះហើយពិតជាខឹងខ្លាំងណាស់ហើយក៏បានទាមទារឲ្យមន្ទីរពេទ្យសងថ្លៃវះកាត់មកឲ្យនាងវិញដែលអស់ប្រមាណជាង$200ដោយឡែកខាងមន្ទីរពេទ្យបានចេញមកសុំទោសហើយនឹងត្រួតពិនិត្យបន្ថែមទៀតប៉ុន្តែមិនព្រមប្រគល់លុយឲ្យទៅនាងវិញនោះទេដោយអាងថាមិនបានបង្កជាគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរ